ប្លែកគៀបថាពុកម៉ែបងប្អូនជាទីស្នេហាបាទនេះគឺជាទំពាំងបងប្អូនទំពាំងបាទទំពាំងស្នូលឫស្សីបាទទំពាំងមួយនេះគេថាទំពាំងគេហៅថាទំពាំងវិលជុំណាពុកម៉ែបងប្អូនណាទំពាំងវិលជុំគេថាដុះវិលជុំនៅនឹងមកអត់មានដុះទៅលើត្រង់ដូចទំពាំងធម្មតាទេណាពុកម៉ែបងប្អូនឃើញទេបាទទំពាំងគេថាដុះវិលមកក្រោមហើយវាកាច់តិចទៀតហ្នឹងគឺវាត្រូវកាច់វិលមកលើវិញវិលមកលើហើយវាវិលជុំអញ្ចឹងណាបាទទំពាំងបាទហើយដល់ពេលវាចាស់ទៅគេហៅថាអាស័យបាទអាស័យដល់ពេលអាស័យហ្នឹងដែលដុះចាស់ទៅអញ្ចឹងគេកាត់ទំពាំងគេហៅថាអាស័យវិលជុំហ្នឹងបាទហើយអាស័យវិលជុំហ្នឹងគេយកទៅសម្រាប់ចាស់ហ្នឹងឮសូរចាស់គាត់និយាយនេះណាចាស់គាត់និយាយបាទថាទំពាំងហ្នឹងគឺតែអាស័យដែលវិលជុំហ្នឹងគឺគេឲ្យយកទៅដាក់នៅកន្លែងអ្នកលក់ដូរបាទអ្នកលក់ដូរកន្លែងលក់ដូរលក់បន្លែលក់សាច់លក់អ្វីគ្រប់យ៉ាងហ្នឹងពុកម៉ែបងប្អូនបាទគេឲ្យយកទៅដាក់នៅតូបហ្នឹងឬមួយក៏ដាក់នៅក្បែរហ្នឹងដាក់នៅផ្ទះហ្នឹងអញ្ចឹងណាបាទអាហ្នឹងគេហៅអាស័យវិលជុំបាទអាស័យវិលជុំហ្នឹងបាទចាស់គាត់និយាយថាអាស័យហ្នឹងគឺពេលចាស់ទៅហ្នឹងគឺគេឲ្យកាប់យកទៅដាក់នៅកន្លែងយើងលក់ដូរបាទហ្នឹងហើយតែមានន័យថាយ៉ាងណាយ៉ាងនេះហើយមានន័យយ៉ាងម៉េចទៅគឺខ្ញុំមិនដឹងទេបាទឮសូរតែចាស់គាត់ប្រាប់ថាចឹងណាតែបងប្អូនស្ដាប់ហើយចិត្តដឹងហើយថាមូលហេតុហ្នឹងបានជាគេឲ្យយកអាស័យវិលជុំហ្នឹងយកទៅដាក់នៅកន្លែងលក់កន្លែងនៅហ្នឹងបាទសូមអរគុណច្រើនបាទសូមជម្រាបលាបាទជួយ share មួយបងប្អូនបាទសូមអរគុណ